សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រំចង់ Complete ជួយចុច Like Subscriber ផងណាថ្ងៃនេះ Admin យករឿងថ្មីមកសម្រាយទៀតហើយបាទបណ្ឌិតលូតាថ្ងៃនេះមិនមែនជាខូបអាពាហ៍ពិពាហ៍របស់លោកទេឬហេតុអ្វីលោកមានពេលវេលាមកនៅកំដរខ្ញុំទៅវិញជាមួយនឹងស្ថានភាពផ្លូវចិត្តរបស់ភរិយាខ្ញុំក៏តែងតែឈឺឆាវក៏គ្មានមនោសញ្ចេតនាដូចដុំអ៊ិតដូចនេះដែរអូនសម្លាញ់រីករាយខួប5ឆ្នាំកាលពី5ឆ្នាំមុនបងគ្មានអ្វីសោះបងមានលទ្ធភាពទិញបានត្រឹមតែចិញ្ចៀនប្រាក់ដ៏សាមញ្ញមួយប៉ុណ្ណោះសម្រាប់ជីវិតដែលនៅសល់បងនឹងសងគុណអូនវិញបណ្ឌិតលូពិតជាលោកបណ្ឌិតលូមែនមកទីនេះចៃដន្យអីយ៉ាងនេះអនុញ្ញាតឲ្យខ្ញុំណែនាំនេះគឺភរិយារបស់ខ្ញុំស៊ឺស៊ូថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍5ឆ្នាំរបស់ពួកយើងឯនេះគឺលូលូជាសិស្សដែលខ្ញុំបានណែនាំកាលពីឆ្នាំមុនអ្នកពិតជាស្រស់ស្អាតណាស់តើខ្ញុំអាចថតរូបជាមួយអ្នកបានទេពិតណាស់លូលូពួកយើងត្រូវចេញទៅហើយមិត្តភ័ក្តិរបស់ខ្ញុំកំពុងញ៉ាំអាហារនៅខាងក្នុងខ្ញុំនឹងទៅចូលរួមអាហារពេលល្ងាចជាមួយពួកគេសិនអូនសម្លាញ់មើលពន្លឺព្រះច័ន្ទយប់នេះមើលវាមិនស្រស់ស្អាតទេឬឯងអត់ប្រយោជន៍ទេឯងគ្រាន់តែអូសទីអ្នកដតីឲ្យធ្លាក់ចុះប៉ុណ្ណោះទៅស្លាប់ទៅមនុស្សឈួតការស្លាប់របស់ឯងនឹងដោះលែងពួកយើងទាំងអស់គ្នាកុំរត់កុំធ្វើបាបកូនរបស់ខ្ញុំនឹងប្រយុទ្ធជាមួយឯងអូនសម្លាញ់ម៉ាក់កូកូមានរឿងអីកូកូមានរឿងអីកាត់ឡើងឡើងទៅតើអ្នកមិនអាចទុកឲ្យខ្ញុំសម្រាកលំហែកាយដោយសន្តិភាពទេឬនាងចាប់ផ្ដើមប្រែប្រួលបែបនេះតាំងពីក្រោយរៀបការកូនមិនអីទេឬអូនសម្លាញ់អូនមិនអីទេឬអូនសម្លាញ់ឯងជាមនុស្សនាំសំណាងអាក្រក់តែងតែបង្កបញ្ហាអាការៈរបស់នាងកាន់តែអាក្រក់ទៅប៉ាគ្រប់គ្រាន់ហើយអូនសម្លាញ់មានរឿងអីកើតឡើងខ្ញុំអីទេមិនអីទេឥឡូវនេះមិនអីទេនេះគឺជាវីដេអូដែលខ្ញុំបានថតពីកាមេរ៉ាសុវត្ថិភាពអូនសម្លាញ់នោះជាខ្ញុំមែនទេកុំមកវីដេអូនេះទៀតអីមិនអីទេខ្ញុំមិនឈួតទេសមកុំបោះបង់ខ្ញុំអីអូនមិនមានបញ្ហាអ្វីទាំងអស់កូកូនិងបងនឹងមិនបោះបង់ចោលអូនជាដាច់ខាតសឺតមិនអីទេកុំយំគ្រួសាររបស់យើងនឹងមិនបែកបាក់គ្នាឡើយព្រឹកមិញនេះនៅលើផាយខាងក្រោយខ្ញុំស្ត្រីម្នាក់បានធ្លាក់ចូលក្នុងទឹកដែលសង្ស័យថាជាការព្យាយាមធ្វើអត្តឃាតរបាយការណ៍បានបង្ហាញថាស្ត្រីនោះគឺសឺរីស៊ូជាប្រធានក្រុមហ៊ុនស៊ូគ្រុបប្រភពដែលអាចទុកចិត្តបានដែលអះអាងថាសឺរីស៊ូអាចមានបញ្ហាសុខភាពផ្លូវចិត្តនាងកំពុងបំផ្លាញពួកយើងត្រូវតែមានមនុស្សល្ងងណាមួយទៅជួយសង្គ្រោះនាងនៅតែសម្លាប់គ្រប់គ្រាន់ហើយនាងតែងតែព្យាយាមសម្លាប់ខ្លួនរហូតគ្រួសារលូរបស់យើងមិនអាចទទួលយកកូនប្រសាបែបនេះបានទេលែងលេះកូនត្រូវតែលែងលេះនាងខ្ញុំមិនបបំសេរីទេខ្ញុំនឹងនៅជាមួយនាងអស់មួយជីវិតកូនកុំធ្វើបែបនេះនៅទីនេះយកវាទៅខាងក្រៅចេញទៅខ្ញុំកំពុងធ្វើឲ្យនាងលឺរឿងនេះឲ្យនាងលឺទៅប៉ាសេរីត្រូវការសម្រាកយកវាទៅខាងក្រៅឈប់រំខាននាងទៅលើកដៃឡើងសួស្ដីបណ្ឌិតលូរីករាយខួបកំណើតអរគុណបណ្ឌិតលូលោកចង់ចាំថ្ងៃកំណើតរបស់ខ្ញុំផងមិនអីទេដោយក្តីរីករាយកាហ្វេរបស់អ្នករួចរាល់ហើយបណ្ឌិតលូខ្ញុំស្រឡាញ់ចំោះដែលលោកបានកាយឲ្យខ្ញុំណាស់មិត្តភ័ក្តិរបស់ខ្ញុំក៏ចង់បានដែរប៉ុន្តែកាលវិភាគរបស់លោកពេនណែនតើអាចរៀបចំឲ្យនាងបានទេគោលការណ៍មន្ទីរពេទ្យហាមឃាត់ការរៀបចំឯកជនសូមកាលវិភាគតាមរយៈកន្លែងទទួលភ្ញៀវបណ្ឌិតលូពិតជាគួរឲ្យស្រឡាញ់ណាស់តែមិនអាចកក់បានទេនោះហើយជាមូលហេតុដែលខ្ញុំទទួលចង់បានគាត់ល្អណាស់បណ្ឌិតលូតើខ្ញុំអាចទៅលេងផ្ទះលោកបាននៅពេលណាដែលអ្នកចង់នៅទីនេះពិតជាគ្រោះថ្នាក់ហើយរំភើបជាងនៅផ្ទះទៅទៀតភរិយារបស់លោកពិតជាសំណាងណាស់ចិញ្ចែងពេជ្រដ៏ធំសម្បើមនោះនេះត្រូវបានបំរុងទុកសម្រាប់អ្នកបណ្ឌិតលូនិយាយមែនតែនប៉ុន្តែឪពុករបស់នាងជាអ្នកមានគុណរបស់លោកតើលោកពិតជាចង់បបងចោលភរិយាដែលមានទ្រព្យសម្បត្តិនិងជាអ្នកមានគុណមែនទេខ្ញុំរកបានអ្វីគ្រប់គ្នាដោយខ្លួនឯងលោកស្រីស៊ូរបួសរបស់អ្នកបានជាសះស្បើយឡោហើយអ្នកអាចចេញពីបន្ទីពេទ្យបានទោះយ៉ាងណាក៏ដោយការយល់សប្តិឃើញរបស់អ្នកកំពុងកើនឡើងយើងណែនាំឲ្យពិភាក្សារឿងនេះជាមួយគ្រួសារភ្លាមដើម្បីធានាសុវត្ថិភាពរបស់អ្នកនិងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាអូសម្លាញ់អូនកូនអូនសម្លាញ់អូនភ្ញាក់ហើយកុំប៉ះខ្ញុំអូនសម្លាញ់មានរឿងអីអូនសម្លាញ់មានរឿងអីកើតឡើងស្ងប់ស្ងាត់សិនខ្ញុំឃើញអ្នកជាមួយលូលូនោះលូលូអ្នកមានន័យថាអ្នកដែលនៅក្បែរបងមិញនេះសិស្សរបស់បងលូលូមានរឿងអីជាមួយនាងអេវ៉ាន់ហេតុអ្វីបងអាចធ្វើបែបនេះដាក់ខ្ញុំបានអូនយល់សប្តិឃើញទៀតហើយមែនទេ
សំពេលបង1នាទីអង្គុយចុះសិនស្ងប់ស្ងាត់មិនអីទេត្រឹមតែ1នាទីអង្គុយរងចាំបងបានឲ្យគេទាញរូបភាពតាមដានមកមើលអូនសម្លាញ់មើលបណ្ឌិតលូក្នុងវីដេអូខ្ញុំមានអារម្មណ៍ថាបណ្ឌិតសៀវកែច្រមុះខៀងមិនត្រូវទេខ្ញុំគិតថាច្រមុះនេះស័ក្តិសមនឹងផ្ទៃមុខរបស់អ្នកណាស់បណ្ឌិតលូនិយាយក្រៅវីដេអូរួចហើយក៏អូនដើរចូលមកភ្លាមអូនសម្លាញ់អូនភ្ញាក់ហើយអូនសម្លាញ់ខ្ញុំសុំទោសមិនអីទេមួយរយៈនេះអូនសម្រាប់បានត្រឹមត្រូវទេវាល្អហើយបណ្ឌិតលូតើពួកយើងគួរពន្យាពេលកិច្ចប្រជុំរបស់លោកនៅម៉ោង 3:30 នាទីល្ងាចទេទៅមុខទេមិនចាំបាច់ពន្យាពេលទេទៅមុខទេអ្នកជំងឺកំពុងរងចាំលោកអ៊ីវ៉ាន់កូនមិនអាចធ្វេសប្រហែសការងាររហូតដោយសារតែមនុស្សឈួតនេះបានទេប៉ាសេរីត្រូវការភាពស្ងប់ស្ងាត់ដើម្បីជាសះស្បើយជប់បង្កបញ្ហានៅទីនេះទៅផ្ទះទៅយើងពិតជាសំណាងអាក្រក់ណាស់ដែលបានជួបមនុស្សនាំសំណាងអាក្រក់នេះប៉ាឈប់ទៅទោះបីជាសេរីស៊ឺក៏ដោយខ្ញុំនឹងនៅជាមួយនាងជានិច្ចខ្ញុំមិនអីទៅមែនតែនបងទៅថតការទៅអូនលេបថ្នាំឲ្យបានត្រឹមត្រូវបងទៅហើយប៉ាហើយទៅបានជាលោកមកទីនេះផ្ទេប្រាក់ 10,000 យ៉នឲ្យខ្ញុំ 10,000 ទៀតសម្រាប់ធ្វើអ្វីកុំសួរគ្រាន់តែភ្ញើមកមិនអីទេខ្ញុំនឹងផ្ទេនៅពេលក្រោយអូនសម្លាញ់បងទៅហើយពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់អូនត្រូវតែលេបថ្នាំឲ្យបានទាន់ពេលវេលានិងការព្យាបាលដោយត្រឹមត្រូវការព្យាបាលអូនសម្លាញ់អូនត្រូវតែលេបថ្នាំឲ្យបានទៀងទាត់ការយល់សប្តិឃើញរបស់អូននឹងប្រសើរឡើងតាមវិធីនេះពួកយើងមកដល់ផ្ទះហើយប្រយ័ត្នប្រយែងម៉ាក់កូកូខ្ញុំនឹកម៉ាក់ខ្លាំងណាស់អ្នកគ្រប់គ្នាថាម៉ាក់ឈឺប៉ាក៏ថាម៉ាក់ឈឺដែរម៉ាក់ជាសះស្បើយច្រើនហើយម្នេះឥឡូវនេះគឺពេលដែលកូនឈឺប៉ុន្មានថ្ងៃនេះអេវ៉ាន់បានចុះឈ្មោះកូកូចូលសាលាម៉ាតេសេរីនាងបានចូលរៀនបាន2ថ្ងៃហើយប៉ុន្តែអីគេគ្រប់គ្រាន់ហើយជាមួយពាក្យប៉ុន្តែខ្ញុំនឹងយកថ្នាំឡើងទៅជន់លើតើមានអ្វីខុសជាមួយចៅខាងជ្រៅរបស់ខ្ញុំចូលសាលាម៉ាតេសេរីអីសេរីជាមួយនឹងអាចជាមួយគ្រួសារដ៏ធំធយបែបនេះតើញឿនមិនអាចមានលទ្ធភាពសាលាល្បីៗបានទេឬយ៉ាងណាក៏ដោយនាងបានចុះឈ្មោះរួចហើយចំពោះការដឹកជញ្ជូនបើឯងមិនអាចដោះស្រាយបានខ្ញុំនឹងធ្វើវាដោយសារតែស្ថានភាពបច្ចុប្បន្នរបស់ឯងតែងតែគំរាមកំហែងប្រាអំពើហិង្សាខ្ញុំបារម្ភថាឯងនឹងធ្វើបាបកូកូម៉ាគ្រូបង្រៀនបាននិយាយថាក្មេងៗត្រូវការពន្លឺថ្ងៃដើម្បីលូតលាស់មានសុខភាពល្អម៉ាក់ក៏ត្រូវការវាដែរមិនអីទេម៉ាក់នឹងហាលថ្ងៃជាមួយកូននៅទីធ្លាជម្រាបសួរប៉ាបណ្ឌិតលូខ្ញុំមានសំណួរចង់សួរលោកចូលមកបណ្ឌិតលូខ្ញុំត្រូវការលោកចាក់បំពេញធ្គាមក្រោមរបស់ខ្ញុំបណ្ឌិតលូបើមានអ្វីផ្សេងទៀតខ្ញុំនឹងចេញទៅហើយតើសឺលីយ៉ាងម៉េចហើយកុំអារម្មណ៍អីនាងបានប្រសើរឡើងគួរឲ្យកត់សម្គាល់ខំថ្មិញចុះជំរាបសួរប៉ាតើនៅបរទេសយ៉ាងម៉េចដែរប៉ាមិនអីទេប៉ុន្តែប៉ាបារម្ភពីកូនពិនិត្យមើលស្ថានភាពសុខភាពបច្ចុប្បន្នរបស់កូនមិនស័ក្តិសមសម្រាប់តំណែងប្រធានក្រុមប្រឹក្សាភិបាលទេកូនសម្រាប់នៅផ្ទះចុះចំណាយពេលជាមួយកូកូទៅយូរហើយមិនបានជួបគ្នាសេរីហេតុអ្វីបានជាអ្នកត្រឡប់មកវិញថ្មីនេះខ្ញុំបានជួបពូស៊ូនៅអាមេរិកគាត់បាននិយាយថាអ្នកមិនសូវស្រួលខ្លួនគាត់សួរថាតើខ្ញុំចង់ត្រឡប់មកវិញដើម្បីជួយគ្រប់គ្រងក្រុមហ៊ុន Su Group ដែរឬទេអ្នកមិនអីទេឬខ្ញុំកំពុងតស៊ូក្មួយស្រីប្រពន្ធកូនត្រឡប់មកវិញហើយអ្នកត្រឡប់មកវិញហើយមើលកន្លែងដែលខ្ញុំកំពុងរស់នៅឥឡូវនេះវាល្អទេមើលផ្ទះដ៏ធំនេះគិតថាផ្ទះនេះជាផ្ទះរបស់ខ្លួនទៅចុះខ្ញុំល្អណាស់ឥឡូវនេះកូនប្រុសរបស់ខ្ញុំហៀបនឹងក្លាយជាប្រធានហើយប៉ាខ្ញុំគ្រាន់តែហេតុអ្វីបានជាពួកកែនៅទីនេះហេតុអ្វីបានជាកូនត្រឡប់មកយឺតម្លេះគ្មានមารយាទសោះខួរក្បាលរបស់នាងខូចហើយមិនចាំមនុស្សទេនេះគឺជាពូទី2មីងរបស់កូនពូទី4អ៊ីថានចាងនោះគឺជាប្រពន្ធពូទី3នៅផ្ទះបាយខ្ញុំមានន័យថាហេតុអ្វីបានជាពួកគេនៅក្នុងផ្ទះរបស់ខ្ញុំក្មេងៗវិសមកាលហើយខ្ញុំបានប្រាប់ពួកគេឲ្យនាំកូនទៅលេងទីក្រុងសន្តាគារអស់លុយផ្ទះរបស់យើងធំល្មមសម្រាប់ពួកគេមិននៅយូរទេត្រឹមតែ1សប្តាហ៍ប៉ុណ្ណោះកូកូនៅឯណាកូកូម៉ាយកនេះទៅកូនសម្លាញ់តើមានរឿងអ្វីកាត់ឡើងចំពោះមុខរបស់កូនពួកគេគូរំលើខ្ញុំហើយយករបស់លេងរបស់ខ្ញុំទៅហេតុអ្វីបានជាកូនត្អូញត្អែខ្លាំងម្ល៉េះពួកគេមិនសូវមកលេងទេអ្នកណាយករបស់លេងណាដែលកូនចូលចិត្តទៅគិតថាផ្ទះនេះជាផ្ទះរបស់ខ្លួនទៅចុះតោះចេញទៅពីទីនេះតើឯងទៅណាទៅជួយប្រពន្ធប្អូនប្រុសខ្ញុំនៅផ្ទះបាយមេដុំជុងនៅឯណាខ្ញុំបណ្ដេញនាងបណ្ដេញ
ជួយអ្នកណាចំអានម្ហូបឲ្យយើងមីងទី3របស់កូនអាចធ្វើបានជាមួយគ្រួសារនៅជុំវិញហេតុអ្វីត្រូវបង់លុយឲ្យមនុស្សក្រៅនៅចំពោះសាច់រៀតឯងមិនអាចរកមុខឲ្យខ្ញុំបានទាល់តែសោះមានភ្ញៀវមកលេងហេតុអ្វីក៏មិនបានប្រាប់ខ្ញុំជាមុនសាច់ញាតិមកលេងផ្ទះកូនប្រុសខ្ញុំហេតុអ្វីខ្ញុំត្រូវជូនដំណឹងដល់ឯងនេះគឺជាទ្រព្យសម្បត្តិមុនរៀបការរបស់ខ្ញុំដែលខ្ញុំបានទិញដោយសាច់ប្រាក់សុទ្ធឯងបានរៀបការជាមួយកូនប្រុសខ្ញុំហើយអ្វីដែលជារបស់ឯងគឺជារបស់គ្រួសារលូខ្ញុំឈឺហើយឥឡូវនេះត្រូវការសម្រាកខ្ញុំមិនខ្វល់ទេពួកគេអាចស្នាក់នៅបានត្រឹមតែមួយយប់ប៉ុណ្ណោះយ៉ាងច្រើនបំផុតពួកគេមកជួយឯងកុំដឹងគុណពេកតើខ្ញុំបានសុំជំនួយពីពួកគេទេអូទៅចុះហេតុអ្វីបានជាកូនប្រុសខ្ញុំរៀបការជាមួយមនុស្សឈួតនេះខ្ញុំក៏ឆ្ងល់ដែរហេតុអ្វីបានជាកូនប្រុសរបស់អ្នករៀបការជាមួយខ្ញុំល្អនេះគឺជាការបះបោរជំរាបសួរអូនសម្លាញ់ប៉ារបស់អ្នកបាននាំមនុស្សឆ្នាំមកផ្ទះវាពិតជាច្បួយច្បល់ណាស់ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេពាក្យការរបស់អូនឥឡូវនេះសម្រាប់ទៅបងនឹងត្រឡប់មកវិញឆាប់នេះមិនអីទេ Riley ខ្លងខ្វះកាប់ដិតលេខ11ទៅយកវាឲ្យខ្ញុំមកបានបណ្ឌិតលូម៉ាហេតុអ្វីបានជាក្មេងពីអ្នកនេះឆ្លើយម្លេះថ្ងៃនេះកូខុសហើយពេលយ៉ាងទៅលេងអ្នកដតីនៅថ្ងៃអនាគតត្រូវតែមានសុជីវធម៌កុំប៉ះរបស់អ្នកដតីយល់ទេអនុញ្ញាតឲ្យម៉ាក់សម្អាតនេះឲ្យកូនម៉ាក់នឹងចោលទៅក្រោមបន្តិចម៉ាក់នឹងត្រឡប់មកវិញភ្លាមដើម្បីសម្អាតបញ្ចប់មិនអីទេកូនស្រីល្អយូរហើយមិនបានជួបគ្នាអ្នកទាំងអស់គ្នាកូនប្រុសកូនហៀបនឹងខ្លាចជាប្រធានមែនទេកូនរវល់ណាស់មែនទេហេតុអ្វីបានជាកូនត្រឡប់មកវិញមីងនៅតែក្មេងអ៊ីធេនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្មួយខ្ពស់ជាងមុនហើយអញ្ចឹងខ្ញុំបានប្រាប់អ្នកថាលូយ៉ានពិតជាគួរឲ្យទុកចិត្តបំផុតខ្ញុំបានកក់សន្តាគារសម្រាប់អ្នករាប់គ្នាខ្ចប់អីវ៉ាន់របស់អ្នកទៅហើយខ្ញុំនឹងជូនទៅទីនោះហេតុអ្វីត្រូវកក់សន្តាគារផ្ទះមានកន្លែងគ្រប់គ្រាន់អ្នកបានផ្លាស់ចូលដល់មិនបានជូនដំណឹងដល់សេរីហាក់បីជានាងសំខាន់អីចឹងសេរីគឺជាម្ចាស់នៅទីនេះមនុស្សគ្រប់គ្នារួមទាំងខ្ញុំផងត្រូវតែអនុវត្តតាមការរៀបចំរបស់នាងឃើញទេកូនអកតាន់យូខ្ញុំបានខ្ចីកម្លាំងទាំងអស់របស់ខ្ញុំដើម្បីចិញ្ចឹមកូនទៅឬមិនទៅខ្ចប់អេវ៉ាន់ហើយផ្លាស់ចិនយកសាច់ក្រកត្រឡប់ទៅវិញផងបងអូនប្រុសទី4តើសាច់ក្រកនេះមិនមែនសម្រាប់ខ្ញុំទេឬគាត់មិនអនុញ្ញាតឲ្យយើងស្នាក់នៅផងតែអ្នកនៅតែចង់បានសាច់ក្រកតើទៅបងអូនប្រុសទី4យ៉ាងហោចណាស់ក៏ទុកស៊ុបស្ពៃជ្រូកខ្លះឲ្យឃុំបងអូនប្រុសទី4អនុញ្ញាតឲ្យខ្ញុំសម្អាតអូនសម្លាញ់នេះគឺជាកំហុសរបស់បងទាំងអស់ប៉ានិយាយថាពីមុនឲ្យមីងទី3ធ្វើជាអ្នកបម្រើនៅផ្ទះរបស់យើងបងគិតថាគួរឲ្យទុកចិត្តហើយនាងធ្លាប់មើលថែបងតាំងពីបងនៅតូចដូច្នេះបងក៏មិនបដិសេធទេចុះហេតុអ្វីបានជាមនុស្សច្រើនដូចនេះមកប៉ាជួយចិត្តបងឲ្យអំនួនអូខ្ញុំយល់ហើយឥឡូវនេះតាមពិតមីងទី3នៅជាឧត្តមឧស្សាហ៍ពិជាបាហើយមានប្រសិទ្ធភាពហើយកូនប្រុសរបស់នាងអ៊ីថានចូលបានតំណែងនៅក្រុមហ៊ុនរបស់អូនការងារណាក៏បានដែរសូម្បីតែសន្តិភាពអញ្ចឹងបើអូនគិតថាពួកគេគួរឲ្យទុកចិត្តយើងអាចរក្សាពួកគេទុកបានអរគុណអូនសម្លាញ់អរគុណលោកសំទាប្រធានស៊ូខ្ញុំឡើងជាប្រធានហើយប៉ានិយាយថាខ្ញុំគួរតែសម្រាប់នៅផ្ទះមួយរយៈក្រុមហ៊ុនស៊ូគ្រប់ទាំងអស់គឺជារបស់អូនតំណែងគ្រាន់តែជាទម្រង់ផនការទេខ្ញុំចង់ឲ្យអូនមានសុខភាពល្អនិងសប្បាយចិត្តប៉ុណ្ណោះងាយអញ្ចឹងបងបានចាក់ទឹកឲ្យអូនហើយកុំភ្លេចលាបថ្នាំបងនឹងទៅងូតទឹកមិនមែន4គ្រាប់ទេឬតើខ្ញុំយល់ច្រឡំមែនទេត្រឹមតែ10លានប៉ុណ្ណោះខ្ញុំមិនបាននិយាយថាខ្ញុំមិនអាចបងបានទេប្រយ័ត្នសម្ដីរបស់នេះខ្ញុំមានក្រុមហ៊ុនស៊ូគ្រប់ជាក្នុងបងឯងអ្នកគិតថាខ្ញុំនឹងខកខានមែនទេពិនិត្យមើលឲ្យបានត្រឹមត្រូវទ្រព្យសម្បត្តិរបស់ប្រពន្ធខ្ញុំមិនមែនត្រឹមតែ10លានទេ50លានគឺគ្មានអ្វីទាំងអស់អូនសម្លាញ់ហេតុអ្វីបានជាអូននៅទីនេះបងមានអារម្មណ៍រមាស់ដៃចង់លេងល្បែងមកទីនេះដើម្បីជៀសវាងការរំខានអូនសំណាងអាក្រក់ណាស់យប់នេះចេះតែចាញ់បងខឹងខ្លាំងណាស់ក៏ទិញបន្ទះឈីបលេនតម្លៃ50លានហេតុអ្វីបានជាអូនក្រោកមិនប្រកាសទេខ្ញុំគ្រាន់តែមានអារម្មណ៍មិនស្រួលមកបងនឹងនាំអូនចោលដេកប៉ាហេតុអ្វីបានជាលោកដេកនៅទីនេះមានរឿងអីដេកទៀតហើយតើបតែភ្ញាក់សោះតែដេកនៅទីនេះទៀតហើយក្រោកឡើងកូនជល់គេងលៀនណាកូនឈឺឬមានអារម្មណ៍មិនស្រួលទេវាអាក្រក់ណាស់ជីវិតមិនសមនឹងរស់នៅទេខ្ញុំមិនបានបង្ករឿងញាក់ទេក្រោកឡើងខ្ញុំនឹងទៅចូលគេងហើយកុំហៅខ្ញុំទៅញ៉ាំអាហារពេលល្ងាចអនុញ្ញាតឲ្យខ្ញុំឃ្លានស្លាប់ទៅខ្ញុំបានប្រាប់កូនថាកុំលេបថ្នាំផ្ដេកផ្ដាស់កូនមិនស្ដាប់ទេថ្នាំអ្វីម៉ែកុំលេបថ្នាំផ្ដេកផ្ដាស់វាគ្រោះថ្នាក់នោះជាថ្នាំក្រាប់របស់កូនរបស់ខ្ញុំគាត់ងងុយគេងខ្លាំងណាស់ប៉ុន្មានថ្ងៃនេះគាត់និយាយថាអាហារបំពន់នាំចូលរបស់ឯងមានប្រសិទ្ធភាពជាងគាត់ដេកមិនឈប់តាំងពីលេបមកហើយនិយាយផ្ដេសផ្ដាស់អនុញ្ញាតឲ្យខ្ញុំពិនិត្យមើលគាត់មិនមែន4គ្រាប់ទេឬតើខ្ញុំយល់ច្រឡំមែនទេហេតុអ្វីបានជាអ្នកមានថ្នាំទាំងនេះតើអ្នកមានន័យយ៉ាងម៉េចទាំងនេះមានសារធាតុបំភាន់ hallucinogens តើអ្នកណាឲ្យអ្នកទាំងនេះគឺឪពុកក្មេករបស់ឯងមែនទេខ្ញុំនឹងទៅប្រឈមមុខជាមួយគាត់វីឯងគួរតែជាមនុស្សមានអប់រំតែឯងមិនអាចដោះស្រាយជាមួយអ្នកស្រែខ្លះបានទេបើបរាជ័យគ្រប់យ៉ាងលេងដោះកូនប្រុសរបស់គាត់ទៅលេងដោះជម្រាបសួរអ្នកដឹកជញ្ជូនមកដល់ហើយដេកជាមួយបរិះមានប្រពន្ធឪពុកម្ដាយរបស់ឯងប្រកបជាខ្មាស់ឯងណាតើសេរីជាមនុស្សកំសាកមែនទេនាងបានទូរស័ព្ទទៅឯងសម្រាប់រឿងនេះសម្រាប់សម្រាមដោយឯង